អ៊ីស្រាអែលគឺជាដែនដីដែលស្ថិតនៅចំណុចប្រសពនៃអរិយធម៌ធំៗតាមប្រវត្តិសាស្ត្រជាង 3000 ឆ្នាំមុនទីនេះគឺជាមាតុភូមិរបស់ជនជាតិយូដា Jews ដែលមានស្ដេចល្បីៗដូចជាស្ដេចដាវីតនិងស្ដេចសាឡូម៉ុងប៉ុន្តែក្រោយការឈ្លានពានពីសំណាក់អាណាចក្របាប៊ីឡូនរ៉ូម៉ាំងនិងចុងក្រោយគឺអាណាចក្រអូតូម៉ង់ជនជាតិយូដាត្រូវបានគេបង្ខំឲ្យចាកចេញពីទឹកដីកំណើតហើយរស់នៅខ្ចាត់ខ្ចាយពាសពេញពិភពលោកដែលត្រូវបានគេស្គាល់ថា Diaspora នៅចុងសតវត្សទី19ចលនាស៊ីយ៉ូនីសបានកើតឡើងក្នុងគោលបំណងនាំជនជាតិយូដាត្រឡប់មកដែនដីដូនតារបស់ពួកគេវិញនៅឆ្នាំ1917ចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាស Balfour ដែលគាំទ្រការបង្កើតរដ្ឋយូដានៅលើទឹកដីប៉ាឡេស្ទីនការនេះបានធ្វើឲ្យមានរលកចំណាក់ស្រុករបស់ជនជាតិយូដាកាន់តែច្រើនឡើងដែលនាំឲ្យមានការប៉ះទង្គិចជាមួយប្រជាជនអារ៉ាប់ម្ចាស់ស្រុកដែលរស់នៅទីនោះរាប់រយឆ្នាំមកហើយនៅចន្លោះឆ្នាំ1941ដល់1945ពិភពលោកបានជួបប្រទះនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលគេឲ្យឈ្មោះថា Holocaust ក្រោមរបបណាស៊ីអាល្លឺម៉ង់ជនជាតិយូដាប្រហែល6លាននាក់ត្រូវបានធ្វើទារុណកម្មនិងសម្លាប់យ៉ាងរង្គាលនៅក្នុងជំរំប្រមូលផ្ដុំផ្ទះសម្បែងទ្រព្យសម្បត្តិនិងជីវិតរបស់ពួកគេត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទីក្រោយសង្គ្រាមលោកលើកទី2បញ្ចប់ទៅជនជាតិយូដាដែលនៅរស់រានមានជីវិតបានក្លាយទៅជាមនុស្សគ្មានផ្ទះសម្បែងនិងគ្មានកន្លែងដែលគេទទួលស្គាល់សោកនាដកម្មដ៏ធំធេងនេះបានក្លាយទៅជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់ពិភពលោកថាជនជាតិយូដាចាំបាច់ត្រូវតែមានរដ្ឋផ្ទាល់ខ្លួនដើម្បីធានាបាននូវសុវត្ថិភាពនិងអនាគតរបស់ពួកគេនៅថ្ងៃទី14ខែឧសភាឆ្នាំ1948នៅចំពោះមុខរូបថតលោក Theodore Herzl លោក David Ben-Gurion បានអានសេចក្តីប្រកាសឯករាជ្យបង្កើតរដ្ឋអ៊ីស្រាអែលនៅមហោសពក្រុង Tel Aviv គ្រានោះសម្លេងអបអរសាទរបានលាន់ឮពាសពេញទីក្រុងប៉ុន្តែភាពសប្បាយរីករាយនោះមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅយប់ដដែលនោះកងទ័ពមកពីប្រទេសអារ៉ាប់ចំនួន5បានបើកការវាយប្រហារលើអ៊ីស្រាអែលភ្លាមជាការចាប់ផ្ដើមនៃសង្គ្រាមឯករាជ្យដំបូងបំផុតនៅខែមិថុនាឆ្នាំ1967ពិភពលោកបានតាមដានដោយដង្ហើមញាប់ឈើនៅពេលដែលភាពតានតឹងរវាងអ៊ីស្រាអែលនិងប្រទេសជិតខាងអារ៉ាប់បានឈានដល់ចំណុចកំពូលប្រទេសអេស៊ីបហ្សូកដាននិងស៊ីរីបានប្រមូលផ្ដុំកងទ័ពយ៉ាងមហិមាមាននៅតាមព្រំដែនដោយមានគោលបំណងចង់លុបបំបាត់រដ្ឋអ៊ីស្រាអែលចេញពីផែនដីពិភពលោកនៅព្រឹកព្រលឹមថ្ងៃទី5ខែមិថុនាអ៊ីស្រាអែលបានសម្រេចចិត្តធ្វើការវាយប្រហារមុនដែលជាយុទ្ធសាស្ត្រដ៏ប្រថិតប្រថាប់យ៉ាងខ្លាំងបំផុតយន្តហោះចម្បាំងអ៊ីស្រាអែលស្ទើរតែអស់គឺហោះនៅកម្រិតទាបបំផុតឲ្យគេចពីប្រព័ន្ធរ៉ាដារួចបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអេស៊ីបត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះយន្តហោះចម្បាំងអេស៊ីបជាង300គ្រឿងត្រូវបានកំទេចទាំងមិនទាន់បានហោះចេញពីដីជ័យជំនះលើអាកាសនេះបានធ្វើឲ្យអ៊ីស្រាអែលមានប្រៀបទាំងស្រុងក្នុងសមរភូមិនៅលើដីគោកក៏មានភាពសាហាវខុសគ្រើមិនចាញ់គ្រាដែរកងទ័ពអ៊ីស្រាអែលបានរុញច្រានទ័ពហ្សូកដានឲ្យដកថយនិងសម្រុកចូលទៅដល់ទីក្រុងចាស់របស់យេរូសាឡែមវាគឺជាខណៈពេលដ៏រំភើបបំផុតសម្រាប់ជនជាតិយូដានៅពេលដែលទាហានឆ័ត្រយន្តរបស់ពួកគេបានទៅដល់កំពាំងយំដែលជាទីសក្ការៈដ៏វិស័យបំផុតបន្ទាប់ពីបែកបាក់អស់ 2000 ឆ្នាំនៅពេលដែលបទឈប់ឈរប្រកាសឡើងនៅថ្ងៃទី6ពិភពលោកទាំងមូលបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ៊ីស្រាអែលដែលជាប្រទេសតូចមួយបានវាយឈ្នះសម្ព័ន្ធអាលីតអារ៉ាប់ដ៏ធំហើយគ្រប់គ្រងទឹកដីកើនឡើងទៅដល់3ដងទឹកដីទាំងនោះរួមមានជ្រោយហ្គាហ្សាតំបន់ West Bank កំពូល Golan Heights និងជ្រោយ Sinai ទាំងមូលទោះបីជាសង្គ្រាមនេះបញ្ចប់ទៅដោយជ័យជំនះយោធាដ៏ត្រចឆោះត្រចោងក៏ដោយប៉ុន្តែវាបានបន្សល់ទុកនូវដំបៅប្រវត្តិសាស្ត្រដ៏រ៉ាំរ៉ៃបំផុតការកាន់កាប់ទឹកដីទាំងនេះបានធ្វើឲ្យមានរលកជនភៀសជាប៉ាឡេស្ទីនរាប់សែននាក់និងជាចំណុចចាប់ផ្ដើមនៃចំនួនដែលយើងឃើញរហូតមកដល់សប្តាហ៍ថ្ងៃនេះអ៊ីស្រាអែលគឺជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតមួយនៅលើលោកដែលគេឲ្យឈ្មោះថា Startup Nation ទោះយ៉ាងណាជំលោះជាមួយក្រុមហាម៉ាស់នៅហ្គាហ្សានិងការបន្តតាំងសេនានៅ West Bank នៅតែជាបញ្ហាក្តៅគគុកសង្គ្រាមនិងសន្តិភាពនៅតែជាពាក្យពីរដែលនៅក្បែរគ្នាជានិច្ចសម្រាប់ដែនដីដ៏វិសាលមួយនេះ
សូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូប្រវត្តិសាស្ត្រនិងចំណេះដឹងទូទៅថ្មីៗជារៀងរាល់សប្តាហ៍